សាស្ត្រាចារ្យហ្នឹងប្រាប់ Lucy ថាគាត់ក៏ជាពពូជ Diclonius នឹងដែរហើយមូលហេតុដែលគាត់ប្រឡែង Lucy ចេញពីមន្ទីរឃុំឃាំងហ្នឹងគឺដោយសារគាត់ចង់បង្កើតកូនបង្កើតចៅឲ្យបានច្រើនកសាងពិភពថ្មីដែល Diclonius ហ្នឹងគឺស៊ីដាច់មនុស្សលោកហើយមូលហេតុដែល Professor ហ្នឹងគឺគាត់អាចចូលទៅក្នុងបន្ទប់ Control Room របស់មន្ទីរឃុំឃាំងនៅកន្លែងដែលគេឃុំឃាំង Lucy នឹងបានហ្នឹងគឺដោយសារគាត់នឹងហើយគឺជាកូនប្រុសរបស់ម្ចាស់ក្រុមហ៊ុននឹងទាំងមូល Lucy អត់និយាយច្រើនទេសម្រាប់ Professor នឹងហើយក៏ចេញពីកន្លែងគាត់បាត់ទៅបានដូដែលបានវាយចាញ់ Lucy អស់ភ្នែកមួយគូហើយនឹងអស់ដៃអស់ជើងអីហ្នឹងគឺឥឡូវគេបានភ្នែកថ្មីហើយនឹងដៃថ្មីហើយបានអវយវៈថ្មីមិនទាន់បានប្រមាណទេបានដូចង់ទៅរក Lucy សងសឹកទៀតហើយអត់ចេះរៀងចាលទេខូតានៅតែបារម្ភពីញូអញ្ចឹងយប់ឡើងក៏ដោយក៏គេឆ្លៀតដើរមក office របស់សាស្ត្រាចារ្យនឹងវិញដើម្បីមកមើលញូប៉ុន្តែចំពេលហ្នឹងគឺសាស្ត្រាចារ្យក៏អត់នៅបន្ទប់ទេនៅតែជំនួយការគាត់ម្នាក់នាងក៏ប្រាប់ខូតាថាសាស្ត្រាចារ្យប្រហែលជានៅបន្ទប់ក្រោមដីអញ្ចឹងចាំនាងនាំខូតាទៅពេលចុះចដើរទៅជាមួយគ្នាហ្នឹងជំនួយការក៏ឆ្លៀតសួរខូតាថាហេតុអីក៏មករកសាស្ត្រាចារ្យទាំងយប់អញ្ចឹងមានកាយសំខាន់មែនខូតាក៏ឆ្លើយថាមុននឹងគេបានជូនក្មួយស្រីរបស់សាស្ត្រាចារ្យហ្នឹងមកឲ្យគាត់វិញក្មួយស្រីរបស់គាត់ដែលបានបាត់ខ្លួនហ្នឹងជំនួយការលើអញ្ចឹងក៏ប្រាប់ខូតាថាសាស្ត្រាចារ្យក៏អត់មានក្មួយស្រីទេខូតាទៅតែភ្ញាក់ខ្លួនដូចខ្មោច7ថ្ងៃថាសាស្ត្រាចារ្យនឹងតែពិតកុហកគេសោះយ៉ាងណាមិញគេនៅឆ្លៀតសួរជំនួយការនឹងទៀតថាសាស្ត្រាចារ្យនឹងមកស្រាវជ្រាវអីនៅបន្ទប់ក្រោមដីអញ្ចឹងនាងអត់លាក់បាំងទេគឺនិយាយទាំងអស់តែម្ដងថាសាស្ត្រាចារ្យនឹងកំពុងស្រាវជ្រាវទៅលើមនុស្សដែលកើតមកមានស្នែងដុះលើក្បាលប្រាប់តែប៉ុណ្្នឹងនាងក៏នាំខូតាចូលទៅបន្ទប់ពិសោធន៍របស់សាស្ត្រាចារ្យហើយនៅក្នុងនោះខូតាព្យាយាមស្រែករយញូដែរប៉ុន្តែអត់មានលឺនាងឆ្លើយទេទាំងពីរនាក់ចូលទៅក្នុងបន្ទប់ក្នុងមួយទៀតក៏ឃើញសាកសពសាស្ត្រាចារ្យនៅក្នុងនឹងក្បាលគាត់ដាច់ពីខ្លួនបាត់ហើយឃើញស្នែងរបស់សាស្ត្រាចារ្យភ្លាមក្បាលរបស់ខូតាក៏ឈឺភ្លាមដូចគេមានការចងចាំអត់ល្អជាមួយនឹងស្នែងនឹងអញ្ចឹងពេលឃើញស្នែងរបស់ Lucy ក៏អញ្ចឹងដែរជំនួយការសាស្ត្រាចារ្យឃើញអញ្ចឹងគាត់ក៏តក់ស្លុតខ្លាំងដែរយ៉ាងណាមិញគាត់ងាកទៅខូតាប្រាប់ខូតាថាកុំឲ្យយករឿងដែលគេឃើញនៅ office ហ្នឹងទៅប្រាប់ណាគេផ្សេងអីខូតាឈឺក្បាលខ្លាំងពេកដើរចេញពីកន្លែងហ្នឹងដោយអត់និយាយអីទៀតទេជំនួយការសាស្ត្រាចារ្យក៏បានទូរស័ព្ទទៅកាន់នរណាម្នាក់ប៉ុន្តែមិនមែនប៉ូលីសទេមកដល់ផ្ទះវិញយូកាក៏សួរខូតាថាទៅ office គ្រូមិញមានរឿងអីកើតឡើងមែនបានជាមកវិញស្ងាត់ម៉េះខូតារៀបនឹងប្រាប់យូកាពីអីដែលគេបានឃើញទៅហើយស្រាប់តែពេលហ្នឹងគេនឹកឃើញក្បាលគ្រូមានស្នែងហើយដាច់ចេញពីខ្លួនហ្នឹងគេឆក់ខ្លាំងពេកក៏ឈឺក្បាលទៀតដល់ថ្នាក់និយាយអីលែងចេញនៅមន្ទីរឃុំឃាំងនេះវិញម្ចាស់ក្រុមហ៊ុនពេលឮថាកូនគាត់ត្រូវគេសម្លាប់បាត់គាត់ក៏មិនខឹងច្រឡោតអីដែរគាត់គ្រាន់តែសង្ស័យថានឹងជាស្នាដៃរបស់ Lucy តែម្ដងព្រោះ Diclonius តែ2គត់ដែលគេបញ្ចេញពីមន្ទីរឃុំឃាំងហ្នឹងគឺ Lucy ជាមួយនឹង Nana អញ្ចឹងបើ Nana គេយកទៅក៏វែងចោលបាត់ហើយមានតែ Lucy ទេម្ចាស់ក្រុមហ៊ុនគាត់ក៏រំលឹក Kurama ថាទោះបីជា Kurama មាន relationship រៀងជិតស្និទ្ធជាមួយនឹង Nana មិនក៏ដោយក៏ Nana នៅតែជា Diclonius ដែរគឺជាពូជអម្បូរដែលកើតមកចេះតែសម្លាប់មនុស្សទេសូម្បីតែបន្តពូជក៏អត់ចេះដែរគាត់ប្រមាន Kurama ថាបើយក Nana ទៅសម្លាប់ចោលឬក៏ទៅបោះចោលគឺឲ្យច្បាស់ថាយកទៅបោះចោលមែនអត់មានយក Nana ទៅលាក់ទុកហើយមើលថែនាងនៅណានៅណីទេព្រោះថា Diclonius គឺជាពូជអម្បូរដែលគ្រោះថ្នាក់ចេញពីប្រជុំជាមួយមេមកវិញ assistant របស់ Kurama ដោយឃើញ relationship របស់ Kurama ជាមួយនឹង Nana ដូចជាឪពុកនិងកូននាងក៏ឆ្លៀតសួរមេរបស់នាងថាតើគាត់ធ្លាប់មានគ្រួសារខ្លួនឯងឬក៏អត់ Kurama ថាគាត់ធ្លាប់មានកូនម្នាក់ដែលគាត់សម្លាប់ដោយដៃគាត់ផ្ទាល់កាលហ្នឹងប្រពន្ធគាត់បានឃើញគាត់ព្យាយាមសម្លាប់កូនខ្លួនឯងនាងបាក់ទឹកចិត្តខ្លាំងពេកក៏សម្លាប់ខ្លួនបាត់ទៅស្អែកឡើងតាមផ្លូវទៅសាលា Mayu បានឃើញបានដូនៅកន្លែងឆ្នេរត្បិតតែកាលហ្នឹង Lucy ខ្វេះភ្នែកបានដូចេញទាំងពីរមែនប៉ុន្តែគេនៅចាំសំឡេងក្មេងស្រីដែលបានជួយគេប្រាប់ Mayu ថាគេអត់ចង់ជពាក់គុណ Mayu ទេអញ្ចឹងអនាគតទៅបើមានអីចង់ពឹងឲ្យគេជួយមកប្រាប់គេមកតែឥឡូវហ្នឹងគេកំពុងតែរវល់ដើររមនុស្សស្រីម្នាក់ដែលដោះស្នែងភ្លាមហ្នឹង Mayu ក៏ធ្លុយមាត់និយាយឈ្មោះ New ចេញមកគិតថា Mayu បានជួបស្រីដោះស្នែងនៅណាមែនបានដូក៏ចាប់វាយនាងហើយគំរាមឲ្យនាងប្រាប់មកថាបានឃើញស្រីដោះស្នែងនឹងនៅណា Mayu ទោះជាត្រូវគេវាយប៉ុណ្ណាក៏ដោយក៏នាងអត់បង្ហើបប្រាប់ដែរ
ដោយសារតែកូននឹងបានជួយបានដូផងបានដូក៏អត់ហ៊ានវាយធ្វើបាបនាងតទៅទៀតគេបានត្រឹមតែដើរចេញយូកានិងខូតាវិញបានដើររញូរហូតដល់មេឃភ្លៀងពួកគេក៏ចូលទៅជ្រកនៅវិហារតូចមួយដោយសារមេឃភ្លៀងយូកាគេស្លៀកសំពត់ខ្លីផងហើយល្ងាផងខូតាឃើញអញ្ចឹងក៏ប្រាប់គេថាមកនេះមកចាំគេអោបឲ្យកក់ក្ដៅអ៊ីវយូកានេះវិញពងចូលចិត្តគេផងលេងគេហៅអញ្ចឹងទៀតចាំដង្កាលគេអោបគ្នានឹងយូកាក៏សួរខូតាថាស្រឡាញ់គេអត់ព្រោះថាកាលនៅក្មេងខូតាធ្លាប់និយាយថាគេស្រឡាញ់យូកាម្ដងហើយមាននៅចាំរឿងនឹងអត់ខូតាក៏ថាគេសុំទោសផងរឿងកាលនៅក្មេងនឹងគឺគេភ្លេចច្រើនមែនតែនប៉ុន្តែបើនិយាយពីអារម្មណ៍ឥឡូវគឺគេស្រឡាញ់យូកាដៃស្គី kiss me ស្រឡាញ់អូនមានតែមួយគ្មានពីរនិយាយតែប៉ុន្មានម៉ាត់ហ្នឹងក៏ពីរអ្នកហ្នឹងថើបគ្នាមែនអញ្ចឹងមានន័យថា official ហើយ dating អីគេ boyfriend girlfriend ហើយរាំងភ្លៀងពីរអ្នកហ្នឹងក៏ចេញទៅរយញូម្ដងទៀតចំពេលហ្នឹងមិនមែនញូទេគឺ Lucy អ្នកចេញមកហើយនៅពេលដែល Lucy មើលទៅកាន់ខូតាហ្នឹងគឺគេក៏មាន memory ចាស់អត់ល្អជាមួយខូតាដែរ Lucy ចង់ដើរចេញអត់ចង់នៅជាមួយពីរអ្នកហ្នឹងទៀតទេប៉ុន្តែខូតាបានរត់មកខាត់នាងគិតថានាងជាញូខូតាអត់ទាន់ដឹងទេថាញូនិង Lucy ជា personality ពីរនៅក្នុងខ្លួនតែមួយពេលឃើញខូតាជាមួយនឹងយូកាគេស្និទ្ធស្នាលជាមួយគ្នាអញ្ចឹង Lucy ធម្មតាបានក៏យកអាដៃ invisible របស់គេនឹងទះយូកាមួយដៃធ្វើឲ្យនាងដួលផ្ងាក្រោយឆ្លៀតពេលនៅពេលដែលខូតាកំពុងតែលួងយូកាហ្នឹង Lucy ក៏ព្យាយាមដើរចេញម្ដងទៀតប៉ុន្តែខូតាហ្នឹងទៅខាត់នាងទៀតហេតុអីបើគេចង់ទៅដើរផ្លូវគេហើយខាត់គេធ្វើអីភ្លាមហ្នឹង Lucy នឹកឃើញរឿងអតីតកាលហើយនាងក៏យំភ្លាមពេលយំហើយ Lucy ក៏បាត់ញូក៏ចេញមកម្ដងឃើញញូចេញអាចរិកដែលអត់ដឹងលើអីនឹងមកវិញខូតាក៏សប្បាយចិត្តហើយក៏អោបនាងនៅមុខសង្សារគេយូកាឈរនៅនឹងឡើងចងងហើយវាទៅឈរអោបស្រីផ្សេងមុនហ្នឹងវានិយាយថាវាស្រឡាញ់យូកាហើយមានន័យថាពីរអ្នកហ្នឹង official ហើយមិនក៏បានជាសង្សារមួយគ្នាហើយវានៅមកអោបផ្សេងទៀតអោបហ្នឹងក្នុងនាមជាអីជាមិត្តភក្តិគ្នាមែនមិត្តភក្តិគេអោបឈរអោបចឹងមែនខ្ញុំមានអារម្មណ៍ថា director របស់ anime នេះនិង director របស់ School Day ប្រហែលជាមនុស្សតែមួយដោយសារតែតួប្រុសគេមុខស្តៀងគ្នាហើយចរិតថោកដូចគ្នាទៀតមកដល់ឈុតបន្ទាប់យើងបានឃើញណាណាដូចម្ចាស់ក្រុមហ៊ុនហ្នឹងស្មានអញ្ចឹងគឺរ៉ាម៉ាបានឲ្យណាណារួចខ្លួនរត់រួចខ្លួនបានហើយឲ្យជើងឲ្យដៃនាងថ្មីទៀតដោយសារការនាងវាយគ្នាមួយ Lucy ហ្នឹងគឺអស់ជើងអស់ដៃអាលីងគឺរ៉ាម៉ាក៏បានទុកលុយមកកាបូប៉ុណ្ណាប៉ុណ្ណីឲ្យនាងដែរហើយបើឲ្យនាងចេញពីកន្លែងហ្នឹងបានហើយមិនក៏មិនយកអីគ្របស្នែងឲ្យនាងផងយីដោយសារតែឃើញស្នែងរបស់ណាណាបានដូគិតថាណាណាជាប៉ពួករបស់ Lucy គេក៏បាញ់ដាក់ណាណាទៅវាយគ្នាមកសទុះបានដឹងថាតាមពិតទៅពីរអ្នកហ្នឹងសិតតែជាជនរងគ្រោះរបស់ Lucy ទាំងពីរទេឃើញថាគេទាំងពីរអ្នកសិតតែមានសត្រូវតែមួយទេបានដូក៏ប្រាប់ណាណាថាបើបានឃើញ Lucy មកជួយប្រាប់គេផងណាណាដោយសារតែធំឡើងនៅក្នុងមន្ទីរឃុំឃាំងមន្ទីរពិសោធន៍ហ្នឹងនាងអត់ដឹងថាពិភពលោកខាងក្រៅមិនទេគឺរ៉ាម៉ាទុកលុយឲ្យនាងមកកាបូបដែរប៉ុន្តែនាងអត់ចេះយកទៅចាយអញ្ចឹងក៏អត់មានអីញ៉ាំណាណាបានត្រឹមទៅអង្គុយសង្ងំនៅកន្លែងគេកប់ខ្មោចដោយសារតែមានតែកន្លែងហ្នឹងទេអត់មានមនុស្សច្រើននាងអាចនៅតែឯងបានចំពេលហ្នឹងម៉ាយុដឹកឆ្កែដើរលេងឆ្កែរត់ចូលមកកន្លែងគេកប់ខ្មោចហ្នឹងម៉ាយុក៏ដើរមកតាមហើយឃើញណាណានៅហ្នឹងនិយាយលេងជាមួយគ្នាសួរនាំគ្នាបានមកសន្ទុះទៅម៉ាយុក៏ធ្លុយមាត់និយាយថានៅកន្លែងដែលគេនៅហ្នឹងគឺមានមនុស្សដូចណាណាអញ្ចឹងមានស្នែងនៅលើក្បាលឮអញ្ចឹងភ្លាមណាណាក៏ដឹងភ្លាមថាអត់មានណាគេក្រៅពី Lucy ទេណាណាក៏សុំទៅលេងផ្ទះម៉ាយុហើយពេលទៅដល់ហ្នឹងគេបានជួបខូតាឃើញមុខណាណាភ្លាមឃើញស្នែងនៅលើក្បាលណាណាភ្លាមក៏សួរដេញដោលណាណាថាតើនាងជានរណាគេហើយហេតុអីបានជាមានស្នែងនៅលើក្បាលពេលកំពុងសួរស្រាប់តែពោះណាណាក៏ឮខ្លាំងពេកខូតាក៏អញ្ជើញគេចូលទៅញ៉ាំបាយសិនចាំនិយាយគ្នាដល់ពេលបើកទ្វារភ្លាមណាណាក៏ឃើញ Lucy នៅនឹងប៉ុន្តែនាងអត់ដឹងថា Lucy និង New ជាមនុស្សពីរក្នុងខ្លួនតែមួយទេដោយគិតថានាងរក Lucy ឃើញហើយនាងក៏ហក់ទៅវាយភ្លាមប៉ុន្តែក៏ចម្លែកចិត្តដែរព្រោះ Lucy អត់តដៃខូតាដើរមកចិត្តភ្លាមផ្ទះណាណាមកក៏ភ្លៀងហេតុអីក៏អត់ព្រមសួរហេតុផលសិនណាណាក៏ឆ្ងល់ដែរហេតុអីបានជាមនុស្សមកផ្ទះហ្នឹងនាំគ្នាការពារ Lucy អញ្ចឹងណាណារត់ចេញពីផ្ទះហ្នឹងមកម៉ាយុក៏រត់តាមនាងហើយនៅពេលដែលពីរអ្នកហ្នឹងអង្គុយនិយាយគ្នាណាណាក៏ទម្លាយអាចកំបាំងទាំងអស់ប្រាប់ទៅម៉ាយុថានា
នាងជាមួយនឹង Lucy នោះគឺជា Diclonius មិនមែនជាមនុស្សធម្មតាទេនាងក៏ប្រើ vector របស់នាងលើករបស់ចុះឡើងដើម្បីបង្ហាញជាភស្តុតាងទៅកាន់ Mayu ណាក៏ប្រាប់ Mayu ទៀតថា Lucy នឹងមែនតែនទៅជាឃាតករសម្រាប់គេមិនពព្រិចភ្នែកទេឮអញ្ចឹង Mayu ក៏តក់ស្លុតដែរដោយសារពេលនាងនៅចិត្ត New គឺអត់ដែលមានអារម្មណ៍ថា New ជាមនុស្សគួរឲ្យខ្លាចអីតទៅសោះនៅមន្ទីរឃុំឃាំងនេះវិញជំនួយការរបស់សាស្ត្រាចារ្យត្រូវបានឪពុករបស់សាស្ត្រាចារ្យហ្នឹងហៅឲ្យមកជួបគាត់ហើយយកក្បាលកូនប្រុសគាត់មកហងនាងក៏បានបន្ថែមថាសាក្សីក្នុងហេតុការណ៍ហ្នឹងមិនមែនមានតែនាងទេអ្នកដែលឃើញក្បាលកូនប្រុសគាត់ហ្នឹងគឺមានកូនសិស្សម្នាក់ទៀតនិយាយគ្នាជាមួយនឹងជំនួយការកូនប្រុសគាត់ចប់ប្រធានក្រុមហ៊ុនហ្នឹងគាត់ក៏បានហៅខឺរ៉ាម៉ាមកជួយប្រាប់ខឺរ៉ាម៉ាថាគាត់ដឹងអស់ហើយរឿងខឺរ៉ាម៉ាប្រឡែងណាឲ្យមានសេរីភាពហ្នឹងអញ្ចឹងគាត់បញ្ជាឲ្យខឺរ៉ាម៉ាបញ្ជូន Diclonius លេខ35ឲ្យទៅសម្លាប់ណាខឺរ៉ាម៉ាអត់អាចធ្វើអីបានទៀតទេក្រៅពីធ្វើតាមបញ្ជាមេគេទាំងអស់ហ្នឹងមកដល់ផ្ទះនេះវិញយូត្រូវគេហក់វាយបន្តិចឥឡូវគ្រុនបាត់យូកាថាចង់នាំយូទៅពេទ្យប៉ុន្តែខូតាវិញអត់ចង់យកទៅទេគេខ្លាចមានពីណាគេស្គាល់យូទៀតហើយយកយូទៅបាត់លើកនេះមិនមែនយូងើបមកទេគឺ Lucy ងើបមកហើយនាងងើបមកគឺចង់ចេញពីផ្ទះនឹងទៀតហើយនេះជាលើកទី2ហើយដែល Lucy បង្ហាញពីបំណងរបស់នាងដែលចង់ចេញពីផ្ទះនឹងតែតួប្រុស Dipshit នេះចេះតែខាត់នាងចង់ទុកនាងឲ្យនៅក្នុងផ្ទះគេហេតុអីសម័យខ្លួនគេចង់ចេញប៉ុណ្ណឹងហើយនៅខាត់ទៀតមូលហេតុដែលអត់ចង់យកញូទៅពេទ្យហ្នឹងគឺដោយសារតែយកទៅពេទ្យគេសួរហើយញូហ្នឹងមានតកូលអីគេឥឡូវអាយុប្រមាណហើយរៀននៅណាដាំអេសនេះឆ្លើយមួយពេទ្យមិនកើតបើចាប់ជំរិតគ្នាមកហ្នឹងអាគ្នាចង់ចេញពីផ្ទះ2ដងមិនឲ្យគ្នាទៅទៀតហើយកុំមកនិយាយថាដោយសារតែនាងឈឺបានមិនចង់ឲ្យនាងចេញទៅទាំងអញ្ចឹងតែមុនហ្នឹងគឺនាងសុខភាពល្អទេនាងនិយាយចេញពីមាត់នាងទៀតថានាងចង់ទៅផ្ទះខ្លួនឯងឈប់នៅនឹងហើយនៅពេលដែលយើងគិតថាតួនឹងវាមិនអាចធ្លាក់ដកបាតហួសនឹងទៀតទេស្រាប់តែខូតាឲ្យយូកាចេញទៅទាំងយប់ទៅទិញថ្នាំរួចខ្លួនឯងប្រុសនៅផ្ទះអង្គុយមើលញូឲ្យមនុស្សស្រីដែលខ្លួនឯងស្រឡាញ់ចេញទៅក្រៅទាំងយប់កដាត្រៀតទិញថ្នាំអានេះអេពីសូតទី8ហើយខ្ញុំអត់តរចំណុចល្អរបស់តួប្រុសនឹងឃើញសំបីតែមួយ Lucy ដែលឈឺបដានឹកឃើញរឿងនាងការនាងនៅក្មេងបដាដោយសារនាងមានស្នែងខុសគេខុសឯង Lucy តែងតែត្រូវក្មេងដតីទៀតធ្វើបាបកាលនោះមានកូនក្មេងស្រីម្នាក់មករស់រាយដាក់នាងហើយការពារនាងរហូតពេលគេធ្វើបាប Lucy ទុកចិត្តកូននឹងដល់ថ្នាក់នាំនាងទៅមើលកូនឆ្កែមួយដែល Lucy លួចចិញ្ចឹមកុំឲ្យណាគេដឹងទើបតែបានមួយថ្ងៃសោះស្រាប់តែអ្នកដែលធ្វើបាបនាងនឹងរកឃើញកូនឆ្កែនឹងហើយយកគ្នាមកវាយនៅមុខ Lucy ទៀតក្រៅពីកូនស្រីដែល Lucy ទុកចិត្តនឹងអត់មានណាគេដឹងថា Lucy មានកូនឆ្កែទេអញ្ចឹងច្បាស់ណាស់កូនស្រីនឹងយករឿងកូនឆ្កែនឹងទៅប្រាប់អ្នកធ្វើបាប Lucy ទ្រាំលែងបាន Lucy ក៏បញ្ចេញ vector របស់នាងលើកទី1ហើយសម្រាប់អ្នកដែលធ្វើបាបនាងទាំងអស់រួមទាំងម្នាក់ដែលទៅប្រាប់ពួក Bulu នឹងរឿងកូនឆ្កែនឹងហង vector របស់នាងគឺនាងធ្លាប់បញ្ចេញដោយអត់ដឹងខ្លួនពេលដេកដែរប៉ុន្តែនេះជាលើកទី1ដែលនាងប្រើដើម្បីធ្វើបាបអ្នកដទៃរូបកន្លែងហ្នឹងក៏ខិចពេកខ្ញុំមិនអាចដាក់បានទេពេលយកសពឆ្កែទៅកប់កន្លែងហ្នឹងគឺ Lucy បានជួបខូតាលើកទី1ពេលហ្នឹងគឺខូតាបានកាន់ប្រអប់ភ្លេងមួយប្រអប់ភ្លេងនឹងផងដែរពីដើមរឿងគឺគ្រាន់តែលើភ្លាមញូប្រែទៅជា Lucy ភ្លាម Lucy អត់ចង់និយាយជាមួយខូតាទេគិតថាខូតាមកហ្នឹងគឺមកប៊ូលូស្នែងនាងដូចក្មេងដតីទៀតហើយខុសពីការគិតគេខូតាបានសរសើរថាស្នែងហ្នឹងមើលទៅលយខូតាថាគេមកទីក្រុងហ្នឹងនៅតែរយៈពេលខ្លីទេបើ Lucy ចង់ដើរលេងជាមួយគេស្អែកមកកន្លែងហ្នឹងដដែលមក Lucy ដោយសារតែនាងបានសម្លាប់កូនក្មេងនៅកន្លែង Children Home ហ្នឹងហើយនាងអត់អាចត្រឡប់ទៅកន្លែងហ្នឹងវិញបានទេដើម្បីមានផ្ទះនៅនាងដើរសម្លាប់គ្រួសារគេម្ដងមួយដើម្បីបាននៅផ្ទះគេរហូតដល់មានព័ត៌មានចុះពីឃាតកម្មចម្លែកស្អែកឡើង Lucy មកចាំខូតានៅកន្លែងដដែលហ្នឹងដោយភ្លៀងរៀងខ្លាំងដែរពីអ្នកហ្នឹងក៏អត់បានដើរលេងនៅណាណីជាមួយគ្នាដែរបានត្រឹមអង្គុយជ្រោកភ្លៀងពេលជ្រោកហ្នឹងគឺខូតាសុករំកិលទៅអង្គុយឡើងចិត្ត Lucy គ្រាន់តែខ្ញុំមើលកន្លែងហ្នឹងភ្លាមឡើង What the hell
ព្រោះអាហ្នឹងក៏ជាលេសដែរខូតាប្រើដើម្បីបានអង្គុយចិត្តយូកានៅពេលដែលគេចូលជ្រកភ្លៀងដែរប្រូមានដងតាំងពីនៅទូចដោយសារខូតាត្រូវទៅនៅទីក្រុងគេវិញអញ្ចឹងគេអាថ្ងៃចុងក្រោយហ្នឹងគេក៏នាំលូស៊ីទៅលេងសួនសត្វពេលជិះឡានក្រុងពីសួនសត្វមកផ្ទះវិញលូស៊ីក៏សួរខូតាថាស្អែកមានពិធីបុណ្យអញ្ចឹងអាចដើរលេងមួយគ្នាទៀតបានអត់ខូតាក៏ឆ្លើយថាស្អែកគេដើរលេងជាមួយចដូនមួយគេសន្យាថាដើរលេងជាមួយចដូនមួយគេបាទតែឲ្យដើរលេងបានតែមួយផ្លែតទេព្រោះគេត្រូវប្រញាប់ជិះរថភ្លើងយប់ទៅផ្ទះវិញអត់មានពេលដើរលេងបុណ្យជាមួយលូស៊ីទេលូស៊ីក៏សួរទៀតថាចដូនមួយខូតានឹងស្រីក៏ប្រុសខូតាក៏ហកថាប្រុសទៀតហើយប្រាដឺមានដងមួយទៀតហើយដែលសល់តាំងពីកុមារភាពគាត់គឺដងក្នុងការកុហកហើយកុហករឿងនឹងធ្វើអីតើខូតាខ្លាចលូស៊ីពិចានមែនដើរលេងជាមួយគ្នាបាន3ដងនឹងតើឥឡូវស្រឡាញ់គ្នាហើយមែនឬក៏ខូតាដឹងថាលូស៊ីស្រឡាញ់គេមែនហើយខូតាខ្លួនឯងមើលទៅលូស៊ីនឹងចាត់ទុកលូស៊ីថាជាអីជាមិត្តភក្តិឬក៏ជាអីបើត្រឹមជាមិត្តភក្តិជាមួយគ្នាទេវាអត់មានមូលហេតុអីត្រូវមកកុហករឿងហ្នឹងទេអានេះគឺជាពាក្យកុហកដែលមនុស្សប្រុសប្រើនៅពេលដែលចង់ដើរលេងជាមួយនឹងស្រីផ្សេងហើយលាក់កុំឲ្យសង្សារខ្លួនឯងដឹងព្រោះវាអត់មានសេណារីយ៉ូអីផ្សេងដែលយើងគួរប្រើពាក្យកុហកហ្នឹងកើតទេខ្ញុំដឹងថាប្រាដឺជាកូនក្មេងទេលូស៊ីក៏និយាយតទៀតថាឥឡូវស្អែកយើងអត់បានដើរលេងពិធីបុណ្យជាមួយគ្នាក៏អត់ទៅប៉ុន្តែចាំពេលខូតាឯងឡើងរថភ្លើងចាំខ្ញុំទៅជួយជូនដំណើរនិយាយចប់ភ្លាមនាងរត់ទៅបាត់ភ្លាមកន្លែងហ្នឹងខូតាចង់បដិសេធអត់ឲ្យនាងមកជូនដំណើរគេទេខ្លាចលូស៊ីមកឃើញយូកាហើយខ្លាចលូស៊ីដឹងថាគេនឹងកុហកបើខ្លាចគេចាប់បានមានន័យថាខូតាដឹងខ្លួនថាអីដែលខ្លួនឯងកំពុងធ្វើហ្នឹងគឺខុសស្អែកឡើងលូស៊ីក៏មកលេងបុណ្យតាឯងទោះមិនបានដើរលេងជាមួយខូតាក៏នាងចង់ឃើញខូតាពីចម្ងាយដែរតែពេលមកដល់នាងឃើញខូតាដើរលេងជាមួយចដូនមួយគេដែលជាក្មេងស្រីដឹងខ្លួនថាត្រូវបានខូតាកុហកហើយមែនតែនទៅគឺខូតាអត់ខុសគ្នាជាមួយនឹងពួកក្មេងៗដែលធ្វើបាបនាងទេលូស៊ីSnap ហើយនាងបានដើរសម្រាប់អ្នកដែលចូលរួមពិធីបុណ្យនឹងទាំងអ្នកលក់ទាំងអ្នកចូលមើលទាំងអ្នកដើរលេងឲ្យតែអ្នកណាដើរមកកាត់មុខនាងសម្រាប់ចោលទាំងអស់ចំពេលហ្នឹងប្អូនស្រីរបស់ខូតាអង្គុយនៅកលៀនជាងហ្នឹងបានឃើញហេតុការណ៍ហ្នឹងទាំងអស់នាងព្យាយាមយករឿងហ្នឹងទៅប្រាប់ប៉ានាងនិងបងប្រុសនាងដែរប៉ុន្តែបងនាងអត់ជឿទេលូស៊ីបានចូលមករថភ្លើងតាមខូតានិងគ្រួសារគេហើយប្អូនស្រីខូតាចាប់អារម្មណ៍ឃើញនាងនឹកឃើញថានាងនឹងហើយជាអ្នកសម្លាប់អ្នកនៅFestival ជាយាមប្រាប់ខូតាថាម្នាក់នឹងហើយជាឃាតករប៉ុន្តែខូតាគ្រាន់តែឃើញលូស៊ីភ្លាមគេក៏ទះប្អូនស្រីគេម្ដាយប្រាប់ថាមិនក៏និយាយអញ្ចឹងដាក់ពួកម៉ាក់គេមិនមែនឃាតករទេដងពីកុមារភាពរបស់ខូតាមួយទៀតគឺវាយមនុស្សស្រីភ្លាមនឹងលូស៊ីបានហែកខ្លួនប្អូនស្រីខូតាជាពីរមកកណាត់លើផ្សេងមកកណាត់ក្រោមផ្សេងទៅនៅចំពោះមុខខូតាតែម្ដងពេលឪពុកខូតាហត់មកជួយកូនស្រីខ្លួនឯងលូស៊ីក៏ទាញក្បាលគាត់រហូតដល់ដាច់ប៉ុន្តែដោយសាររឿងនឹងធ្វើឲ្យខូតាតក់ស្លុតខ្លាំងពេកគឺខួរក្បាលគេបានលុប memory នឹងចោលហើយគេអត់ទាន់នឹកឃើញគេអត់ទាន់ចាំវិញទេដោយសារអត់មានកន្លែងណានាងអាចទៅបានម៉ាយុក៏បបួលណាណាឲ្យមកនៅផ្ទះខូតានិងយូកាមួយរយៈសិនទៅម្យ៉ាងដោយសារតែណាណាខ្លួនឯងឃើញថាលូស៊ីពិតជាប្រែប្រួលមែនវាអត់ដូចជាឃាតករដែលគេបានជួបលើកមុននៅមន្ទីរឃុំឃាំង Declonius នេះវិញ assistant របស់ Kurama បានធ្វើតាមអីដែលមេគេបញ្ជាទៅបើកយក Declonius លេខ35បញ្ជូនឲ្យទៅសម្លាប់ណាណាលេខ35ហ្នឹងគេហៅថាជា Declonius ដែលគ្រោះថ្នាក់ខ្លាំងនាងមានដៃរហូតដល់ទៅ26នៅក្នុង manga វិញដៃនាងដៃ Vector នាងហ្នឹងគឺមានឡើង50ហើយ Lucy យើងមានតែ4ទេដើម្បីអាចបញ្ជាលេខ45នឹងបានខាងមន្ទីរពិសោធន៍នេះគឺគេបានទុកគ្រាប់បែកទូចៗផ្សេងនៅពេញដងខ្លួននាងអញ្ចឹងកាលណានាងធ្វើខុសអីដែលគេប្រាប់ឬក៏សម្រាប់ណាគេដែលគេអត់បញ្ជាគេនឹងបំផ្ទុះគ្រាប់បែកនៅក្នុងខ្លួននាងឈ្មោះពិតរបស់លេខ35ហ្នឹងគឺ Mariko ហើយនាងជាកូនស្រីបកើតរបស់ Kurama ចូលធ្វើការនៅមន្ទីរពិសោធន៍មន្ទីរឃុំឃាំង Declonius ហ្នឹងតាំងពីនៅក្មេងការងាររបស់ Kurama ហ្នឹងគឺដើរសម្រាប់កូនង៉ែតដែលកើតមកភ្លាមដោះស្នែងនៅលើក្បាលភ្លាមដើម្បីកុំឲ្យកូនង៉ែតហ្នឹងធំឡើងខ្លាយទៅជាឃាតករដោយ Lucy ជាដើមណា
បាបកម្មនឹង finally ធ្លាក់មកលើខ្លួនគូរ៉ាម៉ាហើយដោយសារពេលប្រពន្ធរបស់គេបង្កើតបានកូនស្រីម្នាក់មកកូនស្រីរបស់គូរ៉ាម៉ាមានស្នែងនៅលើក្បាលទោះពេលសម្រាប់កូនហើយសុខភាពខ្សោយខ្លាំងក៏ប្រពន្ធគូរ៉ាម៉ានៅតែព្យាយាមការពារកូនរហូតដល់ពេលមួយនាងដើរចូលមកបន្ទប់មើលកូនឃើញប្តីរបស់ខ្លួនឯងចង់យកដៃច្បាច់កកូនឲ្យស្លាប់តក់ស្លុតនឹងអីដែលនាងបានឃើញផងហើយសុខភាពកំពុងតែខ្សោយផងនៅធ្លាក់ឈាមនៅឡើយទេប្រពន្ធរបស់គូរ៉ាម៉ាក៏ដួលស្លាប់ហើយបាត់បង់ជីវិតគូរ៉ាម៉ាបានដាក់ឈ្មោះកូនថាម៉ារីកូហើយជាជាងសម្រាប់នាងគេបានយកនាងទៅដាក់នៅក្នុងមន្ទីរឃុំឃាំងមន្ទីរពិសោធន៍ Declonius នឹងឲ្យនាងធំធាត់នៅក្នុងគុកងងឹតតាំងពីកូនង៉ែតដ៏ធំអញ្ចឹងហើយម៉ារីកូធំឡើងអត់ដែលស្គាល់មុខឪពុកទេស្គាល់តែឈ្មោះគឺរ៉ាម៉ានៅពេលដែលឮថាមេគេបញ្ជាឲ្យយកម៉ារីកូទៅសម្លាប់ណាណាម៉ារីកូហ្នឹងកូនបង្កើតគេណាណាកូនចិញ្ចឹមគេអញ្ចឹងដល់ដំណាក់កាលហ្នឹងគឺរ៉ាម៉ាលែងស្ដាប់បញ្ជាមេទៀតហើយគេយកលុយមកជួលបានដូឲ្យធ្វើការជាមួយគេវិញណាណានេះវិញអាចប្រើញៀនរបស់នាងដឹងថាមាន Declonius មួយខ្លាំងមែនទែនកំពុងតែមកតាមរកនាងបើនាងនៅផ្ទះខូតានឹងយូកាទៀតប្រកាសជា Declonius ហ្នឹងមករកនាងដល់ផ្ទះហើយមិនត្រឹមតែគ្រោះថ្នាក់តានាងតែឯងទេអ្នកនៅក្នុងផ្ទះហ្នឹងគឺគ្រោះថ្នាក់ទាំងអស់មិនចង់នាំទុកដល់គេឯងណាណាក៏រត់ចេញពីផ្ទះហើយនាងក៏ទៅសុំប្រយុទ្ធគ្នាជាមួយនឹង Declonius ដែលខ្លាំងហ្នឹងមួយស្មើហ្មងណាណាវាយអត់ឈ្នះម៉ារីកូទេដោយសារម៉ារីកូមានដៃ Vector ហ្នឹងច្រើនជាងផងហើយចម្ងាយដែលនាងអាចប្រើដៃហ្នឹងគឺបានឆ្ងាយជាងណាណាទៀតយ៉ាងណាមិញពេលដែលម៉ារីកូចូលមកជិតណាណាពេកណាណាក៏បានប្រើដៃ Vector នាងវាយទៅម៉ារីកូហើយណាណាក៏ធ្លាក់ចូលក្នុងទឹកសមុទ្របាត់ម៉ារីកូនេះវិញក៏ mental breakdown ដោយសារតែដៃ Vector របស់ណាណាហ្នឹងគឺមានសមត្ថភាព deactivate ដៃ Vector របស់ Declonius ផ្សេងខតានឹងញូដែលកំពុងតែដើររណាណានឹងបានមកដល់ស្ពាននឹងឃើញណាណាវាយជាមួយម៉ារីកូហើយធ្លាក់ចូលទឹកបាត់ខ្លាចទាហាននៅនឹងមកធ្វើបាបញូខតាគេខំការពារញូដែរប៉ុន្តែនៅពេលដែល assistant របស់គូរ៉ាម៉ាដើរមករនិយាយជាមួយនឹងខតាស្រាប់តែខ្លួនរបស់ assistant នឹងត្រូវ Lucy ទាញដាច់ជាពីរដូចគ្នាទៅនឹងពេលដែល Lucy បានសម្លាប់ប្អូនស្រីរបស់ខតាចឹងឃើញទស្សនវិជ្ជានឹង memory របស់ខតាក៏ត្រឡប់មកវិញទាំងអស់ថាប្អូនស្រីគេមិនមែនស្លាប់ដោយសារជំងឺទេគឺ Lucy អ្នកទាញខ្លួនប្អូនស្រីគេដាច់ជាពីរឲ្យស្លាប់ Lucy ក៏បានទៅសម្លាប់ទាហានដែលនៅសេសសល់នៅលើស្ពាននឹងទាំងអស់ហើយក៏ដើរមកនិយាយជាមួយខតាវិញខតាស្រែកដាក់នាងថាឥឡូវគេចាំហើយថា Lucy ជាពីណាគេហើយបានធ្វើអីខ្លះដាក់គេពេលហ្នឹងបានដូក៏មកដល់ចំពេលពីរអ្នកហ្នឹងកំពុងតែរៀបនិយាយគ្នាហ្នឹងបានដូក៏ទាញកាភ្លើងបាញ់ទៅ Lucy ក៏រត់គេចបាត់ទៅរឿងយប់បន្តិចគឺរ៉ាម៉ាក៏ស្រង់ណាណាចេញពីទឹកបានមកហើយគេក៏ប្រាប់ណាណាថាគេមានរឿងចង់ទៅជួបនិយាយជាមួយនឹងម៉ារីកូពេលទៅដល់ហ្នឹងគឺរ៉ាម៉ាបានឃើញម៉ារីកូជាមួយនឹង Lucy វាយគ្នាហើយគេឃើញថាទោះបីជា Declonius ដែលខ្លាំងដូច Lucy ក៏ដោយក៏វាយអត់ឈ្នះម៉ារីកូដែរគឺរ៉ាម៉ាដឹងខ្លួនថាបើទុកឲ្យម៉ារីកូនៅរស់ហ្នឹងគឺអនាគតទៅអត់មានណាគេអាចប្រឈប់នាងបានទេគឺរ៉ាម៉ាក៏ដើរទៅជិតម៉ារីកូសុំទោសនាងប្រាប់នាងថាទាំងប៉ាទាំងម៉ាក់របស់នាងស្រឡាញ់នាងតាំងពីនាងនៅកូនង៉ែតហើយគេសុំទោសផងដែលទុកម៉ារីកូនៅតែឯងតាំងពីតូចដល់ធំឲ្យនាងរងទុកតែឯងតែចាប់ពីថ្ងៃនេះទៅគឺគេនឹងនៅក្បែរម៉ារីកូជារៀងរហូតម៉ារីកូទុនចិត្តនឹងសម្ដីឪពុកនាងហើយនាងក៏អត់បានប្រើដៃ Vector របស់នាងធ្វើបាបអ្នកណាទៀតដែរគឺរ៉ាម៉ាក៏បីកូនស្រីគេចេញពីកន្លែងហ្នឹងទៅកន្លែងណាដែលស្ងាត់ហើយអត់សូវមានមនុស្សសាស្ត្រាចារ្យដែលជាមិត្តរួមការងាររបស់គឺរ៉ាម៉ាឃើញអញ្ចឹងគាត់ដឹងថាគឺរ៉ាម៉ាចង់បានអីហើយគាត់ក៏បំផ្ទុះគ្រាប់បែកដែលមាននៅក្នុងខ្លួនម៉ារីកូហ្នឹងទៅសម្រាប់ទាំងម៉ារីកូទាំងគឺរ៉ាម៉ាLucy បានរួចរស់ជីវិតពីវាយគ្នាជាមួយនឹងម៉ារីកូហើយនាងក៏ត្រឡប់ទៅនិយាយគ្នាជាមួយនឹងខូតាម្ដងទៀតជាលើកចុងក្រោយខតាថាទោះបីជា Lucy បានសម្លាប់ប្អូនស្រីនិងឪពុករបស់គេក៏ដោយក៏គេលើកលែងឲ្យ Lucy ដែរទាំងពីរនាក់បានសារភាពក្តីស្រឡាញ់ទៅកាន់គ្នាបានថើបគ្នាហើយ Lucy ក៏បានទៅវាយគ្នាជាមួយនឹងទាហានដែលនៅសេសសល់ទាំងប្រមាណរបស់មន្ទីរពិសោធន៍ Declonius នឹងចុងក្រោយរឿងយើងអត់ដឹងថា Lucy ស្លាប់ក៏អត់ទេព្រោះថាអត់ឃើញនាងនៅក្នុងផ្ទះនឹងទៀតទេយ៉ាងណាមិញអ្នកដែលនៅសេសសល់គឺគេក៏ happily ever after ហើយរឿងហ្នឹងក៏ចាប់ត្រឹមហ្នឹងទៅ Elfin Lead មែនទែនទៅមានសាច់រឿងល្អ execution ក៏ល្អតួមួយក៏មាន personality រៀងៗខ្លួនមាន background រៀងៗខ្លួនហើយ background ទាំងអស់ហ្នឹងវាប្រតិកលាគ្នាល្អទៀត
អីដែលអត់ល្អគឺ fan service និងតួប្រុស fan service ហ្នឹងមែនតើទៅខ្ញុំអត់ស្អប់ fan service ទេខ្ញុំចូលចិត្តមើល fairy tale ដែរអញ្ចឹងបញ្ហាខ្ញុំមិនមែនតែ fan service in general ទេគឺ fan service បោះរឿងហ្នឹងតែមួយគត់ដោយសារតែក្នុងហ្នឹងតួដែលត្រូវអស់ខោអាវតួដែលត្រូវដើរអត់មានខោអាវហ្នឹងគឺសុទ្ធតែជាក្មេងស្រីដែលអត់ទាន់គ្រប់អាយុ Lucy មួយអាយុ18ឆ្នាំចុះ Mariko ហើយចុះ Nana មានមួយឈុតពីរដើម្បីឲ្យយើងយល់ថារឿងហ្នឹងគឺគេធ្វើ experiment ទៅកាន់កូនក្មេងអស់ហ្នឹងអូខេអាហ្នឹង understandable ប៉ុន្តែអានេះឈុតខ្លះវាអត់ត្រូវមានចេញស្រាតផងហ្នឹងមកឲ្យគ្នាស្រាតដែរហើយសុទ្ធតែកូនក្មេងមកដល់តួប្រុសយើងវិញត្បិតតែមានប្អូនស្រីមានចដូនមួយស្រីហើយមានពួកម៉ាក់ស្រីមែនខ្ញុំអត់គិតថាខូតាឲ្យតម្លៃមនុស្សស្រីទេចាប់ផ្ដើមពីអារឿងផ្ទះកាភ្លៀងប្អូនស្រីខ្លួនឯងធំឡើងហើយទៅផ្ទះកាភ្លៀងណានាទៀតកុហក Lucy ក្រោយមកកុហកប៉ូលីសទៀតយកក្មេងស្រីដែលខ្លួនឯងអត់ស្គាល់អត់ដឹងមកពីណាពីណីយកមកឃុំឃាំងនៅក្នុងផ្ទះទោះបីជានាងប្រាប់ថាចង់ទៅផ្ទះនាងវិញក៏អត់ឲ្យទៅមានឈុតមួយដែល New យើងដឹងហើយថា New ជា personality របស់ Lucy ដែលដោយកូនក្មេងអញ្ចឹងអត់ដឹងអីទេ New ហ្នឹងគឺហក់ទៅសង្គ្រប់លើ Yuka ហើយយកដៃរបស់នាងហ្នឹងច្បាច់ដើមទ្រូងរបស់ Yuka piece of shit នេះគេឆ្ងល់ថាតើ New ចេះអញ្ចឹងមកពីណា New ដោយកូនក្មេងអញ្ចឹងតានាងឃើញអីគឺនាងធ្វើនឹងតាមហើយមានន័យថាខូតានឹង at some point ធ្វើអញ្ចឹងដាក់ New បានជា New ដឹងថាធ្វើអញ្ចឹងទៅវាអសើបវាអីចឹងទៅព្រោះ Yuka ក៏មិនដែលទៅធ្វើអញ្ចឹងឲ្យ New ឃើញដែរតាមចរិតលក្ខណៈនាងមិនមែនជាមនុស្សអញ្ចឹងទេអានឹងហើយជាមូលហេតុចម្បងដែលខូតានឹងវាចេះតែចង់ឲ្យ New នៅជាមួយវាដោយសារតែវាអាចស្ទាបខ្លួន New បានរហូតហើយគេអត់ប្តឹងវាដាក់គុកកើត Yuka វិញម្ដងខូតានឹងមិនអត់ដឹងទេដឹងថា Yuka ស្រឡាញ់គេដែរព្រោះថា Yuka គេប្រាប់ត្រង់កាលនឹងគេសារភាពដាក់គ្នាហើយខ្លួនគេណាក៏អូខេខ្ញុំក៏ស្រឡាញ់ Yuka ឯងដែរនិយាយទៅគេអញ្ចឹងអោបគេថើបគេហើយឃើញខោខ្នងគេទៀតកន្លែងហ្នឹង2នាទីក្រោយមកគេទៅឈរអោប New ធ្វើពងើយនៅមុខសង្សារគេហ្នឹងអីដែលខូតាធ្វើមកគឺដើម្បីឲ្យតែមនុស្សស្រីទាំងអស់ហ្នឹងនៅជាមួយគេតែប៉ុណ្្នឹងទេនៅជាមួយគេនៅក្បែរខ្លួនគេអត់ខ្វល់ពីអារម្មណ៍មនុស្សស្រីទាំងអស់ហ្នឹងទេយូកាការដើមរឿងនៅពេលដែលខូតាខ្វល់ខ្វាយតែពីញូនាងអង្គុយសែតរហូតនាងអង្គុយធ្វើមុខកម្ៅរហូតខូតាអត់ដែលសួរនាំពីអារម្មណ៍របស់យូកាទេ Lucy វិញកាលនៅក្មេងខូតាកុហក Lucy ថាគេមានចដូនមួយប្រុសហ្នឹងគឺដោយសារខូតាដឹងថា Lucy ចូលចិត្តគេ as in ស្រឡាញ់គេអញ្ចឹងគេអត់ចង់ឲ្យ Lucy ឈប់ស្រឡាញ់គេទេគេសុកចិត្តកុហកថាយ៉ាគេអត់មានចដូនមួយស្រីទេកុំបារម្ភអីគេអត់ដែរលេងជាមួយក្មេងស្រីដតីទេកុហកដែលខូតាប្រើហ្នឹងទាំងជាមួយប៉ូលីសផងទាំងជាមួយ Lucy ផងគឺដើម្បីចង់បាន Lucy នៅក្បែរខ្លួនសរុបទៅគឺអត់ខ្វល់ពីអារម្មណ៍របស់ Lucy ទេបើខ្វល់មែនហើយណាក៏សួរដែរទោះបីជា New អត់ចេះនិយាយក៏ដោយក៏រកវិធីណាអាច communicate ឲ្យដឹងពីអារម្មណ៍របស់ New បានដែរប៉ុន្តែអត់សោះអញ្ចឹងសម្រាប់ខូតាខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំអត់និយាយច្រើនជាងហ្នឹងទេខ្លាចលើសលប់អីតិចទៅកពុបប៉ុនខ្ញុំអស់ដោយសារចិត្តដល់ភ្ជុំផង